ហេតុផលតែមួយគត់ដែលខ្ញុំអត់ចង់រស់នៅសហរដ្ឋអាមេរិកគឺនៅអាមេរិកមានគ្រប់យ៉ាងពិបាកតែមួយគឺពិបាករកលីហាសាហាវទៅរកបានលីហាហ្នឹងដល់ជិះរាប់ម៉ោងមិនបានមកហើយទោះថ្លៃក៏មិនថាដែរសំខាន់អត់មានថ្ងៃហាលទៀតអើយជីវិតតែថ្ងៃនេះខ្ញុំបានលីហាញ៉ាំហើយលីហាបាយកកទឹកអំពិលទុំជាម្ហូបដ៏មហាសែនកម្រសម្រាប់រត់ឲ្យខ្ញុំនៅមិនត្រឹមតែតម្លៃថ្លៃទេត្រូវជិះផ្លូវឆ្ងាយនេះមុខអ្នកទៅយកលីសមក4ទៅ5ម៉ោងល្មមទៅបានលីសមកដល់នេះលីសនៅស្រុកនេះគេហូបពេលយប់ពីព្រោះគេអាំងម៉ាស៊ីនណាបងប្អូននិយាយឲ្យសមមុខខ្លួនឯងតិចកាប់ខ្ញុំមិនទាន់មកអាមេរិកណានៅស្រុកយើងមិនហូបសបោសបាយរបស់អីក៏មានហូបឆ្ងាញ់ស្រស់មែនខ្ញុំឃើញអ្នកដែលមកអាមេរិកនេះអ្នកដែលមកអាមេរិកមុនហ្នឹងណាពេលគេមាននំបញ្ចុកបង្ទាកូនបាញ់ឆៅបាញ់ដុកបាញ់ហយទៅតែបាយស្រូបក៏ដល់គេថតផុសដែរខ្ញុំនេះវាមើលផុសគេឲ្យខ្ញុំគិតថាចេះទៅនៅដល់អាមេរិកឲ្យងាប់ឲ្យមកថតផុសអីបាញ់ឆៅបាញ់ដុចបាញ់ហយហ្នឹងនេះមួយចានតាម1500-2000លុយខ្មែរណាឥឡូវឲ្យដឹងប្រឹងនាងឥឡូវខ្ញុំមិនខុសពីគេទេខ្ញុំថតធ្វើ vlog បដ ாய் ហ្នឹងខ្ញុំដឹងប្រឹងមហាដឹងប្រឹងណាស់ឥឡូវនេះអ្នកទាំងអស់គ្នាដឹងហើយនៅពីក្រោយម្ហូបខ្មែរមួយចានដែលគេថតផុសហ្នឹងទី1គ្រឿងផ្សំខ្លះត្រូវហោះយន្តហោះពីខ្មែរមកដូចប្រហុកដូចផ្អកដូចអីអញ្ចឹងណាផ្សំខ្លះមកស្រុកអាមេរិកមកមានលក់ទេគាត់មានមួយឬគាត់ស្គាល់របស់ឆ្ងាញ់ពីស្រុកខ្មែរអញ្ចឹងគាត់ដាក់មកហើយដាក់តាមយន្តហោះបងប្អូននៅគិតខំគិតគីឡូថ្លៃសាហាវទី2មុំតបានមកដល់ហ្នឹងមុំតបានធ្វើចេញជារូបរាងមួយចានហ្នឹងតែតែមានមនុស្សម្នាក់ឬក៏2នាក់ឬក៏3នាក់លះបង់អត់បានធ្វើការងារដើម្បីធ្វើម្ហូបនឹងឡើងឲ្យស្អាតឲ្យឆ្ងាញ់ឲ្យល្អហើយឲ្យតាន់មកមនុស្សជុំគ្នាទៀតម្ហូបខ្មែរមួយបងប្អូនមិនត្រឹមតែថ្លៃទេត្រូវតែចាយពេលទៀតហើយស្រុកនេះគេគិតមកវិតគេនៅនេះគឺរាប់ម៉ោងជាលុយអ្នកខ្លះធ្វើការបានទៀបបំផុតក៏1ម៉ោងជាង10រៀលអ្នកខ្លះឡើងទៅដល់រាប់រយរាប់ពាន់ក៏មានដែរគេធ្វើម្ហូបឲ្យយើងហ្នឹងគឺគេចាយអស់ច្រើនម៉ោងមែនតើបាននៅពេលដែលយើងឃើញម្ហូបមួយចាននៅលើតុហ្នឹងអូយម៉ែខ្វាយអើយមានតម្លៃថ្លៃធ្នូណាស់លោកខ្ញុំពិតជាមានមោទនភាពមែនតើដែលប្រជាជនរបស់យើងនៅតែរក្សាអាហារទម្លាប់ការហូបអត់ដូរទេណាម៉ែយើងទៅដល់ណាក៏ប្រហុកម្ជូរគ្រឿងនំគ្រក់មីកាឡានំបញ្ចុកបុកល្ហុងអីចឹងទៅហើយម្ហូបអស់ហ្នឹងតើតែមានអាកាសពិសេសមិនបានហូបនេះគ្នាដូចគ្នាខ្ញុំចឹងហូបលៀសមួយឆ្នេះខ្ញុំបើនៅនិយាយកាយវិការដៃជើងហ្នឹងខ្ញុំដាក់ចូលមាត់ផ្លុកហើយមុំតែនិយាយឲ្យកាយវិការចាប់មករឿងលៀសមកធន់ជាមីហូបម្នាក់ឯងហើយកុំឃើញចូលចិត្តហូបរបស់ស្អុយហូបលៀសហូបរបស់ឆៅចឹងណាបងប្អូននេះខ្ញុំខ្លាចឡើងមុនដែរតាមកដល់វិញបំពក skin care ហ្នឹងឯងរោមដែលខ្ញុំប្រើប្រាស់ដំបូងគេគឺជាសេរ៉ូម Exozone Pedia ដែលគឺជាប្រភេទកោសិកាដែលគេយកមកចាក់មុខបងប្អូនទាំងអស់គ្នាអូយលៀបឲ្យស្បែកមុខតឹងសាហាវលាស់ចាក់ផ្លាតហ្មងបងប្អូនខ្ចីហ្មងហើយជាមួយនឹងលេយប់នេះបងប្អូនកុំភ្លេចមុខយើងអាលងតឹងផ្លាំរលាស់ខ្ចីហើយត្រូវតែការពារស្បែកមួយគេហៅបណ្ដោះមួយទៀតគេហៅការពារឲ្យវានៅដដែលសារធាតុស៊ីកានេះទៅជីកខែងទឹកនេះឲ្យស្បែករបស់យើងត្រជាក់ងាយឡើងមុនទេណាពឹសមុនអាក្តៅហ្នឹងគឺអាស៊ីកាហ្នឹងជួយបានណាហើយវាមានសាំង barrier ស្បែកឬក៏ជញ្ជាំងស្បែកឲ្យមាំហ្មងចឹងស្បែករបស់យើងមិនថាស្បែករបស់យើងស្អាប់ប៉ុណ្ណាឬក៏ស្បែកនឹងខូចប៉ុណ្ណាទេឆ្លាញ់មួយឈុតហ្នឹងលាបឲ្យស្បែកយើងវាតឹងចឹងរោចាហួយចឹងយកវាថាតឹងអាលងចាំងផ្លាតអស់ហើយរុនរោមមុខនេះមួយស្នាមជ្រួញទូចនេះពីរប្រើឲ្យបានមួយឈុតដល់បងប្អូនទាំងអស់គ្នាចាប់ផ្ដើមមើលឡើងឃើញព្រោះក្នុងនោះវាក៏មានធាតុផ្សំមួយគេហៅ niacinamide ដែលជួយបង្រួមរញើង tranexamic acid ជាសារធាតុជួយបំបត្តិស្នាមឲ្យខ្មៅស្នាមអេរុយស្នាមជាំនឹងផងដែរសម្រាប់អ្នកដែលគាត់មានសក់ស្ដើងហើយចង់ធ្វើការបណ្ដោះសក់បងប្អូនទាំងអស់គ្នាខ្ញុំគឺជាសាក្សីរស់អ្នកប្រើផ្ទាល់អ្នកបានផលផ្ទាល់នោះក៏ឈិងកឆាំងចងៀងចងាងអស់ហើយបងប្អូនអាមុខនេះក៏អាលងសក់នេះក៏ដល់តែប្រើផលិតផលត្រូវជាមួយ ingredient ដែលល្អបងប្អូនខ្ញុំប្រើជាមួយនឹង Nextralab វីតាមីនប្រេងល្ពៅបណ្ដោះសក់ដែលធ្វើអំពីប្រេងល្ពៅរសត1គ្រាប់1000 មីលីក្រាម2គ្រាប់2000 មីលីក្រាមជួយសក់របស់យើងបាត់ជ្រុះហើយនឹងដោះច្រើនមែនតើ